សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញចែករំលែកវីដេអូថ្មីដែលខានយូរហើយអញ្ចឹងថ្ងៃនេះខ្ញុំធ្វើដំណើរទៅលេងស្រុកខ្មែរដូច្នេះខ្ញុំជិះយន្តហោះ Hong Kong Airlines ខ្ញុំទិញយូរហើយសម្បូរនឹងតាំងពីចំនួនពី3ខែមុនជួលប៉ាល់ហោះនឹងដំឡើងឯនេះយើងទិញយូរអញ្ចឹងវាមានតម្លៃគួរសមយើងទិញទុកពេលណាវាចុះថោកយើងទិញទុកបើថាទុកឲ្យតាមរដូវវាថ្លៃបុលប៉ាល់ហោះដូច្នេះខ្ញុំជិះប៉ាល់ហោះនេះគឺទៅលេងស្រុកខ្មែរតែឥឡូវកំពុងទៅនៅលើកប៉ាល់ហោះវារត់នៅលើដីនៅលើពលានអញ្ចឹងពលានគេធំដែរពលានធំពេលដែលយើងលើងជិះកប៉ាល់ហោះនឹងរៀបឡើងទៅលើអាកាសគេឲ្យយើងក្រវ៉ាត់ដាក់ខ្សែក្រវ៉ាត់សំខាន់ណាស់ហើយគេឲ្យយើងបិទទូរស័ព្ទបិទហ្វូនបិទអីទាំងអស់ដើម្បីយើងប្រុងប្រៀបរៀបចំខ្លួនឡើងទៅលើអាកាសអញ្ចឹងយន្តហោះនេះកំពុងតែរត់លើដីប៉ុន្តែមុននឹងឡើងគេឲ្យក្បាត់ខ្សែវ៉ាត់ដែរអ្នកនរគ្នាហើយអ្នកបម្រើលើកប៉ាល់ហោះហ្នឹងគេចាំមើលយើងជាប់ពេលណាយើងអត់ក្បាត់គេមកប្រាប់ម្ដងហើយម្ដងទៀតរហូតដល់យើងក្បាត់យើងអត់ក្បាត់មិនបានទេមិនដូចយើងនៅក្នុងឡានទេបើយើងនៅក្នុងឡានយើងក្បាត់ក៏បានមិនក្បាត់ក៏បានអត់បញ្ហាទេគឺតែគ្រោះថ្នាក់មានបញ្ហាទៅលើយើងតែនៅលើកប៉ាល់ហោះច្បាប់គេគឺដាច់ខាតត្រូវតែក្បាត់គ្រប់គ្នាឥឡូវពេលយន្តហោះឡើងដល់លើអាកាសគេនឹងចែកបាយឲ្យយើងហូបដល់លើអាកាសពេលឡើងលើអាកាសហើយយន្តហោះរត់ស្មើនៅលើកប៉ាល់ហោះហ្នឹងគេចាប់ផ្ដើមចែកបាយចែកម្ហូបអាហារម្នាក់មួយថាសមានតាំងពីគ្រឿងស្រវឹងភេសជ្ជៈគ្រប់បែបយ៉ាងណាដែលយើងត្រូវការគេសួរយើងថាយើងចូលចិត្តហូបអីមាន menu គេណាម៉ែហៅមនុយនោះគឺនៅក្នុងហ្នឹងគឺគេមានឲ្យយើងជ្រើសរើសហូបណែមុខរបរមុខអីនំប៉័ងឬបាយឬបបរឬម្ហូបសាច់គោសាច់ត្រីងៀតនេះវាម្ហូបគ្រប់មុខទាំងអស់គេឲ្យយើងជ្រើសរើសតែចំណែកគ្រឿងផឹកគ្រឿងព្រឹកគេមានបៀមានទឹកក្តៅទឹកចាក់កាហ្វេមានស្រាខ្លាំងស្រាខ្សោយមាននិយាយរួមស្រាមានតាំងពី8ដឺក្រេឡើងទៅ43ដឺក្រេ45ដឺក្រេយើងហូបអត់គិតលុយលើកប៉ាល់ហោះ Hong Kong Airlines នេះគឺគេឲ្យយើងហូបទឹកទេគឺអត់គិតលុយបាយទឹកក្រូចទឹកស្រាទឹកពាំងបាយជូរទឹកអីគឺតែឲ្យយើងហូបអត់គិតលុយនិយាយរួមតែខ្ញុំមិនដែលសូវហូបគ្រឿងច្រវឹងទេនៅលើហ្នឹងខ្ញុំហូបតែកាហ្វេកុំឲ្យងុយដេកព្រោះអីចង់មើលទេសភាពក្រៅទេសភាពស្រុកក្រៅទេសភាពតាមផ្លូវក្នុងការធ្វើដំណើរ
នេះចេញពីពលានយន្តហោះថ្មីហើយគឺនេះលើកទី1របស់ខ្ញុំដែលចុះពលានយន្តហោះថ្មីអញ្ចឹងក្នុងពលានយន្តហោះថ្មីដែរគឺមានមនុស្សសំគួរមកគួរតែចេញពីពលានកប៉ាល់ហោះទៅវាយើងជិះឡានឬជិះតុកតុកខ្ញុំជិះតុកតុកគឺអត់សូវមាន